អ្នកដែលគាត់ចង់រៀនបួងសោះអាចមើលវីដេអូនេះបានបើសិនជាមើលវីដេអូលើកទី1នេះហើយអត់ទាន់ច្បាស់អត់ទាន់ចាប់អត់ទាន់ទេមើលវីដេអូឲ្យដល់ចប់ខ្ញុំនឹងបង្រៀនរៀបរាប់រ៉ាយរ៉ាប់ម្ដងមួយពីរបៀបបួងបែបនេះហើយយើងត្រូវការស្និតសក់មួយស្និតសក់ជើងមួយក៏បានស្និតសក់ជើងពីរក៏បានដែរដែលប្រើដើម្បីផ្ទាស់សក់ការបួងក្បួនមួយនេះពេលដែលយើងបួងហើយរយៈពេលដែលយើងធ្វើមិនដល់1នាទីទេគឺយើងធ្វើបួងសក់បានមកអាបែបនោះមួយហ្មងសូម្បីតែខ្ញុំបួងរៀង slow បែបនេះក៏ត្រូវការរយៈពេលតែប្រហែល30-45 វិនាទីទេធ្វើហើយពេលយើងបួងសក់ហើយម៉ូដនេះគឺនៅនឹងថ្កល់ចឹងហ្មងសម្រាប់អ្នកយើងចង់ត្រូវទៅ gym ឬក៏យើងទៅ outdoor មួយថ្ងៃទៅល្ងាចអត់ត្រូវការត្រូវចង់និយាយថាចង់បួងឲ្យសក់យើងឡើងខ្ពស់អស់ផុតពីកស្លាកចង់មេកក្តៅអីផងយើងណែនាំម៉ូដនេះឲ្យស្រួលខ្លួនមែនតើអត់ឈឺក្បាលអត់ទាញសក់ឥឡូវចំពោះអ្នកដែលមើលអត់យល់ខ្ញុំអាចបង្ហាញជូនមួយទៅតាមហ្នឹងសម្រាប់អ្នកដែលគាត់ចង់ចេះអ្នកដែលគាត់អត់ដែរប្រើសោះក៏គាត់អាចរៀនបានដែរស្រួលមែនតើនេះបើសិនជាអ្នកដែលគាត់ដៃស្ដាំប្រើដៃស្ដាំគឺគាត់កាន់សក់ដៃស្ដាំអ្នកដែលប្រើដៃឆ្វេងគឺកាន់សក់ដៃឆ្វេងយើងចង់លើកកម្ពស់ណាក៏បានលើកកម្ពស់ខ្ញុំនឹងក៏បានលើកកម្ពស់ជាងនឹងក៏បានអ្នកទៀបជាងនឹងក៏បានដែរយើងចាប់សក់ពាក់កណ្ដាលក៏បានចាប់សក់ទាំងអស់ក៏បានដែរដៃស្ដាំកាន់សក់ដៃឆ្វេងលាយឲ្យអស់ក្រោមកតុយសក់ទៀតយើងលើកអាសក់ហ្នឹងមកកងលើក្រោមដៃឆ្វេងបន្តមកទៀតយើងយកដៃឆ្វេងយើងចាប់បួងសក់យើងឡើងទៅលើបួងមូលឡើងទៅលើហើយកតុយសក់យើងកាន់ដដែលបួងបែបហ្នឹងដូចយើងរំសារបានលំលាវហ្នឹងទៅមកទៀតកតុយសក់យើងចាប់ដើមវត្តទៅម្ខាងទៀតដៃឆ្វេងយើងទប់បដាលបួងតតែអស់កតុយសក់ហ្នឹងបើសិនជាអ្នកដែលមានសក់វែងជាងហ្នឹងក៏ត្រូវតែបួងឲ្យអស់ដែរហើយយើងញែកសក់នេះបែបនេះឲ្យជាពីរបែបនេះយកដៃទប់ហើយមកទៀតយើងយកស្នៀតសក់យើងជើងមួយបើក៏បានជើងពីរក៏បានមកសៀតត្រង់កន្លែងនេះចាក់ចូលទៅក្រោមផ្ទាស់វាឡើងមកលើអាហ្នឹងបានជាប់បើយើងសៀតទៅត្រង់ហ្មងផ្ទាត់សក់នឹងមកវិញអត់ជាប់ទេខ្ញុំប្រើស្នៀតសក់មួយនេះចាក់ចុះទៅក្រោមទៅដល់ស្បែកក្បាលនេះដល់ឃើញកន្លែងហ្នឹងហើយយើងផ្ទាស់វាឡើងមកលើអានម៉ូដនេះគឺខ្ញុំបួងរៀងអាឡុងអញ្ចឹងវាផ្ទាត់កតុយសក់ឡើងមកលើបន្តិចប៉ុន្តែបើសិនជាយើងបួងកន្លែងហ្នឹងរៀងតឹងបន្តិចកតុយសក់ហ្នឹងវាអត់ផ្ទាត់ឡើងលើអញ្ចឹងអាហ្នឹងជាធម្មតាចំពោះអ្នកដែលមានសក់រះគឺវាសក់ហ្នឹងវារៀងផ្ទាត់ឡើងមកលើអញ្ចឹងហើយបើសិនជាយើងចង់ឲ្យវារៀបរយយើងអាចប្រើកម្មួនសក់ឬក៏ setting spray ក៏បានដែរហើយពេលយើងបួងអញ្ចឹងហើយគឺសក់ហ្នឹងនៅអញ្ចឹងពេញមួយថ្ងៃវាស្រួលខ្លួនវាអត់ឈឺក្បាលវាអត់តាក់សក់កតុយសក់យើងវាអត់ញ៉ៃញ៉ៃស្លាស់កចំពេលមេឃថ្ងៃណាក្តៅទៀតគឺមួនសក់នេះគឺ best ហ្មង recommend ខ្លាំងមែនតើហ្មង